ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំសូមណែនាំពុកម៉ែបងប្អូនឲ្យស្គាល់ស្មៅមួយយ៉ាងគេហៅស្មៅអណ្ដាតគោពុកម៉ែបងប្អូនណាបាទស្មៅអណ្ដាតគោស្មៅអណ្ដាតគោនេះភាគច្រើនពុកម៉ែបងប្អូនវាដុះតាមដងព្រែកឬក៏បន្លាយឬក៏មាត់បឹងឬក៏ដីចំការណាពុកម៉ែបងប្អូនណាហើយស្មៅអណ្ដាតគោនេះពុកម៉ែបងប្អូនគឺគេថាអាចយកទៅសម្រាប់ប្រើប្រាស់ជាមួយស្ត្រីដែលគាត់រៀនរដូវឬក៏រាកពូលហើយតាក់ទងនឹងជំងឺផ្សេងទៀតខ្ញុំចាំអត់អស់ទេខ្ញុំដឹងពីមុខហ្នឹងគឺជំងឺចុកពោះរាកមូលស្ត្រីធ្លាក់សឬក៏រដូវមិនទៀងពុកម៉ែបងប្អូនតែបើសិនជាពុកម៉ែបងប្អូនយកទៅប្រើប្រាស់ពុកម៉ែបងប្អូនគួរតែស៊ូនៅចាស់ព្រឹទ្ធាចារ្យយើងណាជៀសវាងការប្រើប្រាស់ទៅវាខុសបាទប្រើប្រាស់ទៅវាខុសធ្វើឲ្យណាប៉ះពាល់ដល់សុខភាពពុកម៉ែបងប្អូនបាទដល់ពុកម៉ែបងប្អូនអញ្ចឹងខ្ញុំគិតថាដើមអណ្ដាតគោនេះប្រហែលជាវាឆ្ងាញ់ដូចអណ្ដាតគោយើងហ្នឹងពុកម៉ែបងប្អូនសាលុកវាបន្តិចមើលឆ្ងាញ់ដូចអណ្ដាតគោសោះអស់លុយទិញអណ្ដាតគោយកមកឆាណាបាទអញ្ចឹងសាកភ្លុកតិចនេះឃើញស្លឹករបស់វានឹងខ្ចីតែដល់ពេលតាពីទៅបងប្អូនអើយរឹងហើយស៊ូថ្មិញតែឆ្ងាញ់ម្យ៉ាងអាវិញเป็นមិនមែនអាវិញដូចស្ដៅវិញដូចបដូលពេជ្រអីទេនិយាយថាអាវិញអាចយើងហូបបានអាវិញឆ្ងាញ់បាទថាយើងហូបលក់បានតាមចិត្តខ្ញុំថាអាចយកហូបលក់បានញ៉ាញ់មកហើយមិននេះអាវិញស្អាតខ្ញុំព្យាយាមភ្លក់ឲ្យខ្ញុំណាខ្ញុំសារខ្ញុំភ្លក់គឺខ្ញុំញ៉ាំខ្ញុំដើរភ្លក់វាខ្ញុំស្គាល់ច្បាស់ដែរណាបងប្អូនញ៉ាំឆ្ងាញ់បងប្អូនឆ្ងាញ់ទីទៀតហ្នឹងខ្ញុំនឹងទៅថតដើមវាពុកម៉ែបងប្អូនបានមើលនេះពុកម៉ែបងប្អូនណាចាដើម្បីចាំជាពុកម៉ែបងប្អូនថានេះដើមវាអញ្ចឹងហើយមើលខ្ញុំថតជាក់ស្ដែងនៅកន្លែងនេះដោះតើវាមានរូបរាងបែបណាដែរពុកម៉ែបងប្អូនបាទចោះទៅទស្សនាទាំងអស់គ្នា